សួស្តីបងប្អូនថ្ងៃនេះដែរខ្ញុំសូមណែនាំពីរបៀបដំឡើងទ្វារពីរបើក F20 ដំបូងឡើយគឺយើងត្រូវដំឡើងដៃសោវាជាមុនដើម្បីងាយស្រួលក្នុងការដោះទ្វារចេញយើងដំឡើងគ្រោងមុនហើយបងប្អូនជាដំបូងយើងត្រូវដំឡើងដៃទ្វាររបស់យើងឲ្យបានស្អាតល្អដើម្បីងាយស្រួលក្នុងការដោះឡុកទ្វារហើយយើងត្រូវមួដៃឡុកនេះឥឡូវហ្នឹងគេហៅថាដៃឡុកខាងក្រោមយើងត្រូវដោះចេញបងប្អូនសម្រាប់កន្លែងដៃបិឆោតរបស់យើងឥឡូវខ្ញុំចុចបង្ហាញហ្នឹងនឹងកន្លែងនេះបងប្អូនហ្នឹងគេហៅថាកន្លែងសោបិឆោតហ្នឹងយើងដោះអាឡុកខាងក្រោមចេញដើម្បីងាយស្រួលក្នុងការតម្លើងយើងត្រូវដោះចេញតមកយើងតម្លើងវាតាមຂະຫນາດដែលគេដាក់មកបងប្អូនយើងចាប់ផ្ដើមតម្លើងទៅធ្វើការណែនាំតម្លើងតាមដែលខាងខ្ញុំណែនាំហ្នឹងបងប្អូនហើយយើងចាប់ផ្ដើមតម្លើងតាមហ្នឹងទៅជាទូទៅបងប្អូនតែឆ្ងល់ថាពេលទៅដៃឃើញអញ្ចឹងយើងតម្លើងមិនកើតមានកតុយហ្នឹងអាកតុយហ្នឹងគេដោះចេញបងប្អូនសម្រាប់កន្លែងដៃបិឆោតហ្នឹងហើយកន្លែងដៃព្រោះដុំទ្វារហ្នឹងមាន2មានប្រភេទមួយជាប្រភេទកន្លែងដុំសោមួយទៀតគឺជាប្រភេទដៃគេហៅដៃបិឆោតគេហៅដៃបិឆោតដៃខាងស្ដាំគេហៅដៃបិឆោតបើយើងចូលពីខាងក្រោយបើយកខាងមុខនៅខាងឆ្វេងគេហៅដៃបិឆោតខាងស្ដាំគឺដុំសោហ្នឹងហើយបងប្អូនយើងចាប់ផ្ដើមធ្វើបែបហ្នឹងមករឹតវាតឹងល្អដើម្បីងាយស្រួលក្នុងការមូទ្វារយើងចេញដោះទ្វារយើងចេញដោះឡុកទ្វារយើងចេញអញ្ចឹងយើងចាប់ផ្ដើមមូតាមដំណើរមករឹតវាមួយមកបងប្អូនធ្វើឲ្យវាណែនល្អស្មើល្អកាលណាយើងរៀបចំអានឹងស្មើល្អណែនល្អវាទ្វាររបស់យើងក៏ស្មូតល្អដែរបងប្អូនពេលយើងបិទបើកទៅវាអត់អង្គុងកើកាលណាយើងហិតខ្ចៅវាណែនល្អត្រូវនឹងទឹកញ៉ាំរបស់វាដៃទ្វាររបស់យើងក៏រឹងមាំទៅតាមនឹងដែរបងប្អូនកាលណាយើងរៀបអត់ចំកលៈរបស់វាដៃទ្វារយើងក៏លងលឹះទៅតាមនឹងដែរហ្នឹងហើយបងប្អូនចំណុចពិសេសជាងគេគឺកន្លែងសោហ្នឹងបងប្អូនយើងត្រូវរៀបចំវាឲ្យបានស្មូតល្អឲ្យស្មើល្អហ្នឹងហើយឥឡូវយើងចាប់ផ្ដើមដោះស្លឹកទ្វារចេញបងប្អូនដើម្បីងាយស្រួលក្នុងការលើកទៅនេះហើយកន្លែងដែលខ្ញុំបញ្ជាក់ហ្នឹងមានកន្លែងមួយខាងគឺដៃដុំសោមួយខាងគឺគេហៅកន្លែងដៃសោបិឆោតបងប្អូនតែសួរខ្ញុំហ្នឹងកន្លែងចំណុចហ្នឹងអញ្ចឹងយើងចាប់ផ្ដើមដោះស្លឹកទ្វារវាចេញដើម្បីងាយស្រួលយកគ្រោងវាយកទៅដំឡើងកាលណាយើងដោះស្លឹកទ្វារចេញងាយស្រួលដំឡើងបងប្អូនដោយសារទី1វាស្រាលងាយស្រួលលើកដាក់នឹងហើយចាប់គ្រោងវាថ្លឹងឲ្យស្មើល្អយើងចាប់ផ្ដើមដោះស្លឹកទ្វារវាចេញមកខាងមកធ្វើការដោះបែបហ្នឹងហើយបងប្អូនហើយចង់តម្លើងទាំងគ្រោងនិងស្លឹកក៏បានបងប្អូនចង់ដោះស្លឹកចេញតម្លើងតែគ្រោងក៏បានដែរបងប្អូនយើងអាចតម្លើងមួយណាមុនក៏បានយើងចង់ធ្វើបែបនេះក៏បានយើងចង់ធ្វើបែបតម្លើងទាំងស្លឹកទាំងគ្រោងក៏បានដែរប៉ុន្តែវាពិបាកក្នុងការលើកចុះលើកឡើងបើយើងគ្នាច្រើនយើងអាចតម្លើងទាំងគ្រោងបានប៉ុន្តែយើងគ្នាតិចម្នាក់ពីរនាក់អីយើងដោះស្លឹកចេញទៅងាយស្រួលក្នុងការលើកងាយស្រួលក្នុងការតម្លើងឥឡូវយើងចាប់ផ្ដើមដោះស្លឹកទី2ចេញនេះគេហៅកន្លែងដៃបិឆោតរបស់យើងបងប្អូននេះដៃសោបិឆោតបងប្អូនឃើញអាកន្លែងដោះមុនហ្នឹងគឺជាកន្លែងដុំសោអានេះគេហៅយើងដោះចេញមកបងប្អូនហ្នឹងហើយបងប្អូនយើងដោះចេញមកហើយដោះតាមផ្នែកវាមកបន្តមកទៀតយើងចាប់ផ្ដើមយកគ្រោងនឹងមកយកមកដំឡើងហ្នឹងហើយយកមកដាក់នៅគ្រោងមួយគ្រោងឥដ្ឋដែលយើងបានរៀបទុកហើយនោះយកមករៀបចំវាឲ្យស្មើល្អកាលណាយើងរៀបចំគ្រោងនិងកន្លែងដំឡើងនឹងស្មើល្អទី1ងាយស្រួលក្នុងការដំឡើងគ្រោងទ្វាររបស់យើងឲ្យមានភាពស្មើល្អកាលណាយើងរៀបចំស្មើល្អយើងងាយស្រួលតម្លើងហើយតម្លើងបានលឿនហ្នឹងហើយបងប្អូនយើងចាប់ផ្ដើមថ្លឹងវាឲ្យស្មើល្អទៅហើយធ្វើតាមហ្នឹងឯងបងយកកំណល់យកអីកលមើលទៅឲ្យស្មើល្អកាលណាវាស្មើល្អងាយស្រួលក្នុងការដាក់ស្លឹកទ្វារទៅវាស្មើល្អក្នុងការបិទបើកហ្នឹងយើងចាប់តាមថ្លឹងទៅហើយឧបករណ៍យើងប្រើប្រាស់អត់មានច្រើនទេបងមានម៉ែត្រថ្លឹងមានសវេថ្លឹងអញ្ចឹងទៅណាបងប្អូនហ្នឹងហើយបងប្អូន
Chẳng dừng hiệp trong tam năng thế dương thằng smile ó dương chập đam thằng năng ngày dương bò năng ngày và tỏ mò tiết dương thằng smile ó dương chập đam cù còn nụ đầm bay bánh đặc kê anh ấy dương cù dương trong bánh chỉ môi năng bà hông thuy năng gặp bán bánh gì tôi tấu bà bạn không cả bánh chẳng dương và thằng người smile ó dương cù cho nằm bia chẳng nói dương bánh cho món đầm bay nghi xuống nông cao quay thì kế hơi dương bánh kia dân trôi mà dân lực phía đắt dân lần chỉ lực thì phí hơi dưỡng chập đam ơi bánh kia vô mà nghi sùa bằng bồn ngày tiết mà tiết dân chập đam khu ngà làng cầm đồ dân cu mà những bằng bồn dân cu tầng ó miên và mùi hồn dân cu và mùi hồn dân bánh tầng ó và mùi hồn dân bánh hái dân chập đam vay từ kế bằng bồn nắng những đi hái dân chập đam vay từ kế chỗ lá dương khu ngồi ơi mà thầm lịch mặt năng này máu ghi xuống trong can này ngày tao mới dương quay từ kia dương trôi bằng bồn dương lực rôn thui dương một hái dương quay từ kia dương trôi tôi chỉ lo để dương khuôn mình những bằng bồn ngày hai bộ không lẽ khăn dương miên hòn ở đây dương kiên cớ dương phở chỉ đại xa đầm bị ở thui dương rừng mòn ngày mà tôi mà tiết dương vừa thăng về smile nói dương chập đam lực lực thui dương trôi bằng bồn cái này dân hiệp trong kêu dân bàn rừng mồm lo hay xa lo mà nói dân chập đam lực lực thuê dân trôi máu năng nghe bóng phồn dân thưa bẹp năng máu bùi mùi máu ở đây kháng đấy cứ chỉ đây sao bà chào bóng phồn năng cái hào đây sao bà chào năng nghe bóng phồn khơi nhé cái này dương đã kêu nguy mà lõ vì vừa cả bật bạc vì bây giờ tao biết smooth lõ tao tam thằng này nè cái này bóng bóng smooth lõ ở bên lòn bên này thì cả na dương bật bạc thừa ở smart lõ vì bạc tao vì lòn vì cắt cho môi năng sạch vì này bóng bóng này và tao bắt thiết dương lương mà khang thì đã đuổi kia mà bóng bóng khơi đây một kháng cái hao đây bị short đây một khángคือผ่าลม sao ok បងប្អូនលើកដាក់ដូចគ្នាមកហ្នឹងហើយបងប្អូនរៀបចំដូចគ្នាអញ្ចឹងបងប្អូនដាក់មួយទៅតាមដែលយើងដោះចេញមុនដំបូងបងប្អូនហ្នឹងហើយយើងដាក់តាមរបៀបមុនដំបូងដែលយើងដោះមិនគឺយើងដាក់អញ្ចឹងដូចគ្នានេះវិធីសាស្ត្រធ្វើលឿនហើយសម្រាប់អ្នកគ្នាតិចធ្វើអញ្ចឹងទៅចំណេញពលកម្មហើយបើយើងដាក់តាំងស្លឹកទ្វាទៅវាធ្ងន់បងប្អូនអញ្ចឹងយើងដោះចេញមកវាងាយស្រួលយើងថ្លើមតែស្លឹកទ្វាចេះវាស្រាលហើយងាយស្រួលក្នុងការថ្លើមឥឡូវយើងថ្លើមរួចរាល់បងប្អូនយើងចាប់ផ្ដើមថ្លើមក្រងសសរយើងបាញ់តាគេដើម្បីភ្ជាប់ជាមួយអញ្ចឹងទៅបងប្អូនតាគេនេះវាតួនាទីដើម្បីទប់ជើងសសរយើងកុំឲ្យអង្គើព្រោះយើងមានវាខាងក្នុងមួយហើយអញ្ចឹងយើងបាញ់ហើយໄວតាគេនឹងភ្ជាប់បន្ថែមដើម្បីឲ្យវាជាប់ល្អរឹងមាំកុំឲ្យជើងសសរយើងអង្គើហើយខាងនោះគឺយើងធ្វើដូចគ្នាយើងធ្វើទាំងអស់ពីខាងលើខោមដូចគ្នានេះវាយទប់ចាប់ផ្ដើមធ្វើចឹងដូចគ្នាមកបងប្អូនទាំងសងខាងនេះយើងរួចរាល់អស់យើងចាប់ផ្ដើមលើកជីខាងលើដើម្បីដាក់រួចរាល់អស់បងប្អូនមានប៉ុណ្ណឹងបងប្អូនការងារតម្លើងទ្វាពីបើកប្រភេទជ្រីសសរហ្នឹងហើយយើងចាប់ផ្ដើមលើកជីហ្នឹងយើងវាស់វែងដាក់វាឲ្យស្មើល្អទៅរួចរាល់ហើយអស់ហើយបងប្អូនប៉ុណ្ណឹងរួចរាល់ហើយអស់យើងបាញ់តាគេខាងលើបន្ថែមទៀតទៅដើម្បីភ្ជាប់ទ្វាយើងឲ្យរឹងមាំរួចរាល់អស់ហើយបងប្អូនអត់មានអីទៀតទេប៉ុណ្ណឹងការតម្លើងរួចរាល់ជាស្ថាពរអត់មានអីបាក់បងប្អូនមានចម្ងល់ទាក់ទងនឹងការតម្លើងបងប្អូនអាចខមមិនក្នុងវីដេអូនឹងបានបងប្អូនអាចសាកសួរបន្ថែមបានបងប្អូនគ្រប់ជំរាបសួរបងប្អូនថ្ងៃដែរខ្ញុំបាទអ្នកបានមកធ្វើការតម្លើងទ្វាសុវត្ថិភាពផ្ទះជួនបងខេត្តតាកែវខាងស្រុកត្រាំងបងប្អូនមានតម្រូវការទ្វាខាងមុខផ្ទះស្អាតបែបនេះហើយទ្វាបន្ទប់គេងស្អាតបងប្អូនអាចធ្វើការកម្មពីខាងក្លែងយើងខ្ញុំបានបងប្អូន
មានសេវាកម្មដឹកជញ្ជូនទៅដល់ទីតាំង25ខេត្តក្រុងដោយសុវត្ថិភាពទំនិញធានាស្អាតដូចរួចធានាគុណភាពធានាសុវត្ថិភាពជូនបងប្អូនដែរបងប្អូនមានចម្ងល់ទាក់ទងនឹងគ្នាទាក់ទងនឹងសេវាកម្មបងប្អូនអាចសាកសួរបានបងប្អូនណាអរគុណច្រើនសម្រាប់ការគាំទ្រនៅកន្លែងយើងខ្ញុំ